OK តោះបងឥឡូវយើងចូលមកជាមួយនឹងកម្មវិធី Arduino IDE អញ្ចឹងថ្ងៃនេះខ្ញុំចង់ណែនាំបងៗទាំងអស់គ្នាជាមួយនឹងកូដយើងហៅថាកូដ LED មួយឥឡូវយើងសរសេរមកបើសិនជាបងៗទាំងអស់គ្នាចង់តាំងក៏បានដែរតែយើងមិនទាន់ចង់តាំងដែរបងៗជាដំបូងអញ្ចឹងមិនទាន់តាំងក៏បានដែរយើងបើសិនជាខ្ញុំ recommend ខ្ញុំចង់ឲ្យតាំងអញ្ចឹងខ្ញុំសុំតាំងឲ្យមួយសិនខ្ញុំថា INT គឺជាចំនួនគត់អញ្ចឹងយើងតាំង LED ស្មើនឹងជើង13របស់ក្នុង Arduino នេះ Arduino របស់យើងណាអញ្ចឹងយើងតាំងវាមកហើយនៅក្នុងហ្នឹងអញ្ចឹងនៅក្នុងហ្នឹងកន្លែង wood setup ហ្នឹងគឺយើងដាក់ជើងដែលយើងបានតាំងយើងហៅថាជើងដែលយើងតាំង pin ចូលទៅជើង Arduino តែម្ដងអញ្ចឹងយើងដាក់អីគេ pin mode បញ្ជាក់កន្លែង pin mode ហ្នឹងគឺកន្លែងអក្សរ M ហ្នឹងគឺអក្សរ M ធំហើយយើងដាក់ LED របស់យើងមកក្បៀសនេះមួយហើយនឹងដាក់លេខអីមិនមែនលេខទេគឺជា output ហេតុអីបានជា output ដោយសារតែវាជាជើងចេញអញ្ចឹងបើសិនវាជាជើងចេញយើងឲ្យវាចេញហើយអញ្ចឹងយើងអាចលុបអាខាងក្រោមនេះបានយើងចូលកន្លែង boot setup អញ្ចឹងក្នុងការដែលយើងសរសេរ boot setup នេះយើងអាចសរសេរពាក្យថា digital write ហើយយើងបើកមកអញ្ចឹងយើងដាក់ LED របស់យើងនេះហើយក្បៀសមួយមកយើងដាក់អីគេយើងដាក់ជាប្រភេទអីគេជា high ក៏បានជាលេខ1ក៏បានដែរវាតំណាងឲ្យដូចគ្នាហើយកុំភ្លេចបងចុចអាកប្បសញ្ញាក្បៀស2នេះដើម្បីបិទអញ្ចឹងបើសិនជាករណីយើងថាចេះបើសិនជាយើងរ៉ាន់ឥឡូវខ្ញុំសុំដោតចូលមួយសិនខ្ញុំសុំដោតចូលមួយសិនអូខេអញ្ចឹងបើសិនជាយើងដោតចូលទៅក្នុងកុំព្យូទ័រយើងហើយយើងនឹងឃើញភ្លើងបែបនេះមានន័យថាវាស្គាល់ហើយអញ្ចឹងបើសិនជាវាស្គាល់អញ្ចឹងបងជ្រើសរើសកន្លែងពាក្យថា tool ដែលខ្ញុំប្រាប់បងប្អូនគ្នាដែលយើងជ្រើសរើស board ហើយយើងជ្រើសរើសពាក្យថា Arduino AVO ហើយជាមួយនឹង Arduino Uno ហើយយើងអាចចុចកន្លែងនេះក៏បានឬក៏ចុចកន្លែង tool នេះមកមើលកន្លែងពាក្យថា port របស់វាហ្នឹង port ជើងរបស់វាហ្នឹងយើងចុចពីលើវាមកអញ្ចឹងយើងសាក run code នឹងសាកមើលតើវាដើរអត់អូខេអញ្ចឹងយើង run សាកមើលសិនអូខេអញ្ចឹងកូដនឹងដើរហើយអញ្ចឹងខ្ញុំសុំយក LED របស់យើងដោតទៅជើងទី13ដែលយើងបាន pin អញ្ចឹងភ្លើងនឹងវាភ្លឺហើយអញ្ចឹងភ្លើងនឹងវាភ្លឺហើយប៉ុន្តែអាហ្នឹងសម្រាប់តែយើងធ្វើឲ្យវាភ្លឺហើយអញ្ចឹងបើសិនជាយើងចង់ធ្វើឲ្យវាលោតភ្លឹប plate អញ្ចឹងមានន័យថាយើងគួរតែបន្ថែមអីគេអញ្ចឹងយើងគួរតែបន្ថែមពាក្យថា delay យើងគួរបន្ថែមពាក្យថា delay ហើយប៉ុន្មានអញ្ចឹងវាស្មើនឹង1000យើងថា1000 second 1000 millisecond ស្មើនឹង1 second អញ្ចឹងយើងដាក់ត្រឹមតែ100បានហើយយើងបញ្ចប់វាមកហើយយើងចុចដាំវាម្ដងទៀតមើលវាដើរអូខេម្ដងទៀតអូខេអញ្ចឹងយើងរ៉ាំមើលអញ្ចឹងភ្លើងហ្នឹងដើរហើយឃើញទេចុះអូខេសុំបន្តិចអញ្ចឹងនៅកន្លែងហ្នឹងយើងខុសបន្តិចខ្ញុំសូមបញ្ជាក់បន្តិចខ្ញុំសូមអធិស្ឋានអញ្ចឹងយើងខុសកន្លែងហ្នឹងបន្តិចយើងសរសេរពាក្យថា digital write មួយទៀត digital write ហើយបើកមុខកញ្ចក់ LED វា0ហើយយើងបិទមកវិញមកហើយយើងដាក់ delay មក delay ហើយ100ដូចគ្នាអញ្ចឹងយើងចុចមកហើយយើងរ៉ាន់វាម្ដងទៀតអូខេអញ្ចឹងរ៉ាន់មើលដើរអត់អាយូ Oh my god អូយអញ្ចឹងដើរអញ្ចឹងគឺក្នុងការរៀនសរសេរកូដចង់ឲ្យវាដើរបែប load កន្ត្រាក់បែបហ្នឹងគឺយើងសរសេរបែបហ្នឹងគឺយើងត្រូវតែដំបូងគេគឺយើងត្រូវ pin យើងហៅថា pin យើងតាំងជើង LED នឹងមួយមកហើយជាមួយនឹងយើង pin ជើង mode របស់វាយើងហៅថា function ហើយបន្ទាប់ឡើងទៀតយើងចូលទៅកន្លែង envelope យើងត្រូវសរសេរពាក្យកន្លែង function ដូចគ្នាប៉ុន្តែយើងសរសេរពាក្យថា digital write ហ្នឹងគឺតំណាងឲ្យជើងរបស់វាហ្នឹងឯងគឺតំណាងឲ្យភ្លើងហ្នឹងដំណើរការបើសិនជាបងថាអូខ្ញុំធ្លាប់តែឃើញគ្រូខ្ញុំបរៀនពាក្យថា high និង low អញ្ចឹងយើងអាចដាក់ high មក
អញ្ចឹង high មកកន្លែងនេះយើងដាក់ low មកតើវាដំណើរការអត់វាក៏ដំណើរការដូចគ្នាដែរអញ្ចឹងយើងសុំ run សិនមកអូខេអញ្ចឹងឃើញទេវានៅតែដំណើរការដូចគ្នាទេអញ្ចឹងអឺអញ្ចឹងបើសិនជានេះខ្ញុំនឹងបញ្ចូលបន្ថែមទៀតលម្អិតជាមួយនឹងកូដបន្ថែមទៀតជាមួយនឹង LED មួយនេះយើងនឹងបន្ថែមជាប្រភេទភ្លើងស្តុបចរាចរណ៍អញ្ចឹងនៅចាំទស្សនានៅវីដេអូរបស់ខ្ញុំពេលក្រោយទៀត